បាទបងប្អូនធ្វើដំណើរទៅស្រែទៅដាក់ថ្នាំក្តាមបងប្អូនបាទឥឡូវនេះចាប់ផ្ដើមចេញដំណើរហើយបាទសូមជម្រាបបងប្អូនផងដែរថាសូមជួយចុចពាក្យថាជាវឬក៏ Subscribe ឲ្យខ្ញុំបានផងបាទអរគុណបាទឥឡូវនេះចាប់ផ្ដើមធ្វើដំណើរទៅហើយបងប្អូនតាមផ្លូវគឺមានស្រូវមានដើមឈើបាទផ្លូវនេះគឺផ្លូវទៅតាមស្រែជិបរត់ដើនតាមតគ្នាតែម្ដងបាទផ្លូវគ្រួសប្រលៀងរៀងរលាកបន្តិចហើយបងប្អូនពេលនេះគឺកំពុងតែបើយឺតផងដែរបាទស្រូវខ្លះក៏ល្អស្រូវខ្លះក៏មិនសូវល្អចឹងទៅស្រែខ្លះក៏គេព្រោះទៅព្រោះស្រែខ្លះគេព្រោះទៅបងប្អូនចំណែកឯទឹកក៏ខ្លះក៏មានខ្លះក៏អត់ទៅបងប្អូនអើយនេះហើយជីវិតអ្នកស្រែចឹងឯងបាទពេលនេះគឺកំពុងតែធ្វើដំណើរតាមដងផ្លូវទៅបងប្អូនផ្លូវគ្រូយើងផ្លូវក្រហមនេះបងប្អូនយើងរីគ្នាអ្នកតិចដើម្បីធ្វើផ្លូវឲ្យស្រួលធ្វើដំណើរបានដល់ស្រែណាបងប្អូនបាទកុំអោយដូចពីដើមមិញបាទចុះទឹកតែក្ដួងត្រឹមដល់ស្រែអាហ្នឹងគឺពិបាកណាស់បងប្អូនអើយស្មែឥឡូវបងប្អូនធ្វើស្រែគឺធ្វើស្រួលធ្វើងាយធ្វើលឿនខ្លាំងណាស់បងប្អូនមិនមែនដូចស្មែពីដើមមិញទេធ្វើតែនៅក្នុងគល់គូក្របីបងប្អូនអើយយឺតណាស់ឌីរឹបមកងឹបរឹបថ្ងៃរឹបខែបងប្អូនបានតម្រឹមក្នុងឋាននឹងបានមួយស្រែ1ហិកតាណាបងប្អូនតែសម័យឥឡូវប្រើសិតតែគ្រឿងចាក់បាទមានត្រាក់ទ័រមានអីចឹងទៅមានគោយន្តព្រោះក៏សំងៃក៏ជឿនលឿនដែរបងប្អូនអើយព្រោះសំងៃគឺគេមានព្រោះនៅម៉ាស៊ីនក៏មានបាទនេះហើយសម័យជឿនលឿនស្ទើរសម័យបាទផ្លូវរៀងរលាកបន្តិចហើយបងប្អូនទៅកន្លែងនេះតែបើកប្រហែសមិនប្រយ័ត្នដួលតែម្ដងបាទខ្ញុំបានធ្លាប់ដួលទេបាទបងប្អូននេះបាទបងប្អូនបាទចិត្តដល់ស្រែហើយបាទមើលស្រូវគីឃីវដើមឈើមួយបងប្អូនឥឡូវនេះដល់កន្លែងនេះត្រូវបត់ចូលស្រែបាទចូលស្រែខ្ញុំបានគឺបត់ទៅហើយបងប្អូនអាកន្លែងបត់ចូលស្រែខ្ញុំបានហ្នឹងគឺវារៀងរលាកបន្តិចបាទខុបងប្អូនបាទមានគេកាត់ផ្លូវបង្ហូរទឹកបាទឆ្លងទំរួចទុកម៉ូតូនឹងស្នានេះបងប្អូនស្រុកខ្ញុំបាននេះឯងបាទនេះឲ្យវាថែប៉ុន្តែរឹមនឹងបានប៉ុណ្ណេះបងប្អូនអើយថែណាស់បាទបើថែប៉ុណ្ណេះហើយมันកើតទីក៏បាច់និយាយទេបងប្អូនប៉ុន្តែឆ្នាំនេះរៀងសំគួរបាទវាមិនល្អណាស់ណាទេបានមើលម៉ូតវាសំវារឿងឃីវស្នំជាងគេបងឯងបន្តិចតួចទេបងប្អូនបាទទៅអ៊ុតបន្តិចបាទនេះស្រែគីបាទនេះស្រែខ្ញុំបងប្អូនបាទឥឡូវចូលក្នុងក្រុមលុបតែម្ដងបាទនេះបាទដាក់ចាក់ថ្នាំក្តាមដើម្បីយកទៅបាញ់តាមទឹកឲ្យវាក្តាមវាងឹមណាបងប្អូនបើមិនធ្វើអញ្ចេះទេបងប្អូនអើយមកក្លោកវាស៊ីឡើងអស់ដល់ហើយដល់ទៅពេពេញទៅស្រែនេះបងប្អូនអីហើយដូច្នេះហើយយើងតទៅការពីវាអញ្ចឹងហើយកុំឲ្យវាស៊ីច្រើនពេកបាទនេះទេសភាពនៅក្រោមដើមឈើបាទថតឃើញមុខបន្តិចទៅបាទឥឡូវធ្វើដំណើរទៅដាក់ថ្នាំក្តាមហើយបងប្អូននេះបាទដើរកាត់ស្រូវភក់លិចកជើងបងប្អូនបាទនេះហើយស្រូវខ្ញុំបានប៉ុណ្ណឹងក៏យកទៅបាទស្រូវបើសិនតែធ្វើបានតែមកហូបមិនអស់ទេបងប្អូនប៉ុន្តែម្នាក់ធ្វើយកលក់អីផងអូបងថ្លៃជីថ្លៃអត្រាណានេះបាទចាប់ដើមដាក់រួចហើយក៏ត្រឡប់មកវិញបងប្អូននេះរៀបចំថ្នាំដែលនៅសល់ធ្វើដំណើរទៅផ្ទះវិញបងប្អូនបាទព្រោះថ្ងៃវាក្តៅណាស់មិនបានយកទឹកផឹកទៅបាទដើរឆ្លងកាត់ទឹកក្លេកក្លោកបាទទឹកស្លោះអីចង់ឆ្លងកាត់បន្លាយនេះស្មើជាងគេបងប្អូនអើយចុះទៅក្ដួងតែម្ដងបងប្អូនបាទដាច់ត្នឹបជើងបាទត្នឹបជើងល្អចោលរបស់ខ្ញុំបាទដាច់បាត់ហើយនេះបាទវាមួយស្រែរត់ដល់ឥឡូវដាច់ហើយឆ្លៀតនឹងទុកទៀតឆ្លៀតថតតិចឆ្លៀតចូលកតូនលេងក្នុងវាស្រែបាទកតូននេះធំមកលវឹងផងដែរជាចុងក្រោយអរគុណបងប្អូនសូមពឹងបងប្អូនជួយចុច Subscribe ផងបងប្អូនអរគុណ